30 ឆ្នាំនៃឧត្តមភាពនិងនវានុវត្តន៍30 years of excellence and innovation សាលារៀនសុវណ្ណភូមិយើងបានបំបែកនៅកំណត់ត្រាមួយដ៏អស្ចារ្យគឺជាសាលាដែលជាប់ចំណាត់ថ្នាក់បន្ទុកខ្ពស់ជាងគេទូទាំងប្រទេសហើយសិស្សដែលមានលំដាប់បន្ទុកខ្ពស់ជាងគេទូទាំងប្រទេសក៏ជាសិស្សរបស់សុវណ្ណភូមិយើងទាំងផ្នែកសង្គមទាំងផ្នែកវិទ្យាសាស្ត្របាទខ្ញុំចង់យកឱកាសនេះជំរាបជូនអស់លោកស្រីដែលជាមេដាបេដាណាព្យាបាលសិស្សទាំងអស់បានជ្រាបដែរថាអញ្ចឹងសាលារៀនសុវណ្ណភូមិក៏ដូចជាស្ថាប័នអប់រំ NDC Group យើងបានចំណាយថវិកាយ៉ាងច្រើននៅក្នុងការបណ្ដុះបណ្ដាលនៅក្នុងការអភិវឌ្ឍសមត្ថភាពគ្រូរបស់យើងជាប្រចាំទាំងការអភិវឌ្ឍនៅក្នុងស្ថាប័នទាំងការអភិវឌ្ឍក្រៅស្ថាប័នហើយគោលដៅដែលយើងបានផ្ដល់អត្ថប្រយោជន៍ទៅលើការអភិវឌ្ឍសមត្ថភាពគ្រូនេះដោយយើងមើលឃើញយ៉ាងច្បាស់ថានៅពេលដែលគ្រូយើងមានចំណេះជំនាញខ្ពស់គ្រូយើងប្រកាសជាអាចនឹងយកអាហ្នឹងផ្ទេរចំណេះហ្នឹងទៅដល់សិស្សរបស់យើងបានអញ្ចឹងដើម្បីឲ្យសិស្សយើងទទួលបាននូវសមិទ្ធផលល្អដើម្បីឲ្យសិស្សយើងទទួលបាននូវលទ្ធផលល្អនៅក្នុងការប្រកួតប្រជែងទាំងថ្នាក់ជាតិក្តីថ្នាក់តំបន់ក្តីគឺផ្ដើមចេញមកពីសមត្ថភាពគ្រូរបស់យើងហើយសម្រាប់សុវណ្ណភូមិគឺយើងបានដាក់អត្ថប្រយោជន៍នៅក្នុងការបណ្ដុះបណ្ដាលគ្រូរបស់យើងឲ្យជាគ្រូមួយដែលមានសមត្ថភាពពិតប្រាកដនៅក្នុងការបង្រៀនទៅតាមកម្រិតនីមួយៗដើម្បីធានាថាសិស្សរបស់សុវណ្ណភូមិឬក៏កូនសិស្សដែលគាត់ចប់ពីសុវណ្ណភូមិទៅគាត់មានសមត្ថភាពគ្រប់គ្រាន់នៅក្នុងការបន្តការសិក្សានៅកម្រិតដល់សិក្សានៅសាកលវិទ្យាល័យក្នុងរយៈពេល30ឆ្នាំនេះជាពេលវេលាមួយដែលស្ថាប័នអប់រំ NDC Group ក៏ដូចជាសុវណ្ណភូមិឲ្យយើងផ្ទាល់យើងបានត្រៀមលក្ខណៈច្រើនណាស់ហើយការត្រៀមលក្ខណៈទាំងអស់នេះគឺយើងចង់ prepare យើងចង់រៀបចំសិស្សរបស់យើងឲ្យคล้ายទៅជាធនធានមួយដែលសង្គមយើងត្រូវការក្នុងថ្ងៃអនាគតឬក៏យើងចង់ធ្វើឲ្យសាលារៀនសុវណ្ណភូមិរបស់យើងជាសាលារៀនមួយដែលត្រៀមលក្ខណៈបានយ៉ាងល្អសម្រាប់ការប្រកួតប្រជែងក្នុងពេលអនាគតអញ្ចឹងហើយខ្ញុំចង់រំលឹកនៅចំណុចលេចធ្លោទាំងអស់នេះដើម្បីជាអាចថាជាព័ត៌មានក៏ដូចជាការលើកទឹកចិត្តទៅដល់ថ្នាក់ដឹកនាំបុគ្គលិកគ្រូបរិញ្ញាបុគ្គលិកគាំទ្រយើងទាំងអស់ដែលមានជាង 4700 នាក់ហ្នឹងឲ្យបានជ្រាបថាយើងបាននឹងកំពុងធ្វើនៅរឿងល្អៗជាច្រើនសម្រាប់ស្ថាប័នរបស់យើងសម្រាប់សាលារៀនរបស់យើងជាពិសេសសាលារៀនសុវណ្ណភូមិតែម្ដងហើយការខិតខំប្រឹងប្រែងរបស់យើងទាំងអស់គ្នាមានការគាំទ្រមានការទទួលស្គាល់មានការផ្ដល់ទំនុកចិត្តពីសំណាក់អស់លោកលោកស្រីដែលជាអាណាព្យាបាលសិស្សបន្តរហូតមកមូលហេតុទាំងអស់នឹងហើយដែលធ្វើឲ្យសាលារៀនសុវណ្ណភូមិរបស់យើងពង្រីកសាខារហូតបានទៅដល់50កន្លែងទូទាំងប្រទេសហើយយើងបានប្រមូលសិស្សឲ្យចូលសិក្សាសរុបប្រមាណជាង 70000 នាក់កាត់ចេញមកពីការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំបុគ្គលិកគ្រូបរិញ្ញាបុគ្គលិកពាក់ព័ន្ធទាំងអស់ក៏ដូចជាយើងបានបង្កើតនៅសមិទ្ធផលឬក៏នៅស្នាដៃសិស្សដែលមានភាពលេចធ្លោទូទាំងប្រទេសហើយឆ្នាំនេះគឺជា2025កន្លងទៅនេះគឺជាឆ្នាំមួយដែលធ្វើឲ្យសាលារៀនសុវណ្ណភូមិទទួលបាននូវការគាំទ្រខ្លាំងហើយការគាំទ្រខ្លាំងនេះគឺបានមកពីណាបានមកពីយើងបានបង្កើតនៅសមិទ្ធផលសិស្សដែលមានការចាប់អារម្មណ៍ដែលមានការស្ញប់ស្ញែងពីសាធារណជនក្នុងន័យមួយថាសិស្សដែលមានលំដាប់បន្ទុកខ្ពស់ជាងគេទូទាំងប្រទេសគឺជាសិស្សរបស់សុវណ្ណភូមិហើយសុវណ្ណភូមិក៏ជាសាលាមួយដែលទទួលបាននៅចំណាត់ថ្នាក់ឬក៏បន្ទុកខ្ពស់ជាងគេទូទាំងប្រទេសដែរ30 ឆ្នាំនៃឧត្តមភាពនិងនវានុវត្តន៍30 years of excellence and innovation